មកលេងទឹកដីសៀមរាបហើយមិនអាចរំលងហាងកាហ្វេបែបអភិជននេះបានទេបងប្អូនទាំងអស់គ្នាមើលពីខាងក្រៅគឺល្បងផ្ទះវិឡាធម្មតាទេប៉ុន្តែចូលខាងក្នុងគឺមិនធម្មតានោះឡើយទិដ្ឋភាពស្អាតខ្លាំងបងប្អូនគាត់តែមើលតម្លៃដើមឈើដែលដាក់នៅក្នុងហាងនឹងមួយគឺរាប់ពាន់ដុល្លារតែម្ដងអញ្ចឹងហើយក៏នាំកូនមកឲ្យស្គាល់ម្ដងនិយាយពីថាមនុស្សច្រើនណាបងប្អូនទាំងអស់គ្នាថ្ងៃបុណ្យអុំទូកគេមកសម្រាប់លេងច្រើនមែនតែម្ដងសម្រាប់ពួកខ្ញុំគឺជ្រើសយកអង្គុយញ៉ាំកាហ្វេនៅខាងក្រៅដោយសារខ្ញុំឆ្លាញ់ធម្មជាតិនៅខាងក្រៅខ្លាំងមែនតែម្ដងវាខៀវស្រងាត់ស្រស់បំប្រងជាមួយនឹងដើមឈើដ៏ធំផ្កាហើយមានទឹកធ្លាក់ទេបងប្អូននៅខាងក្រៅស្អាតប៉ុណ្ណឹងតែខាងក្នុងឲ្យអួយមកបងប្អូនបែបព្រីមៀមហាងកាហ្វេតែម្ដងការដេករៀបចំចេញមកគឺស្អាតខ្លាំងហើយមនុស្សបុកទៅច្រើនមែនតែម្ដងហើយស្អាតតាំងពីក្នុងដល់ក្រៅសូម្បីតែបន្ទប់ទឹកគឺព្រីមៀមទំនើបនិយាយទៅវាស្អាតខ្លាំងតែម្ដងហើយនេះគឺទិដ្ឋភាពទាំងមូលដែលខ្ញុំដាក់ឲ្យបងប្អូនមើលអញ្ចឹងថាវាស្អាតមិនខ្លះឈៀនជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈៀនសាំងព្រោះតែអ្នកគឺជាភ្ញៀវសំខាន់ពួកយើងធ្វើដំណើរមកឆ្ងាយខ្មែរក្នុងចំណោមវងកាយយើងលើដៃសំពះក្រុមគ្នាកម្ពុជាពីអង្គុយរងចាំមកទទួលឥឡូវយើងបានអាហារញ៉ាំបដាអញ្ចឹងណាបងប្អូនទាំងអស់គ្នាពួកខ្ញុំមានកូនតូចរៀងញែកញាចតិចហើយប៉ុន្តែសប្បាយក្តីសុខមួយយ៉ាងដែរបានដែរលេងជុំគ្រួសារអញ្ចឹងណាហើយម្ហូបដែលយើងញ៉ាំគឺតម្លៃសមរម្យបងប្អូនដោយតាហាងកាហ្វេយើងទូទៅនៅភ្នំពេញដែរប៉ុន្តែរសជាតិឆ្ងាញ់បរិយាកាសល្អទំនើបប្រណិតព្រីមៀមតែម្ដងទឹកដីសៀមរាបបងប្អូនក្រៅពីប្រាង្គប្រាសាទដ៏ល្អអស្ចារ្យក៏នៅមានធម្មជាតិស្រស់បំព្រងខៀវស្រងាត់ហើយនឹងហាងម្ហូបខ្មែរម្ហូបបរទេសបែបទំនើបនិយាយពីថាជ្រុះជាតិសិតតែឆ្ងាញ់បងប្អូនប្លែកហើយបងប្អូនឆ្នាំនេះគឺបុកមកសៀមរាបច្រើនចង់សៀមរាបគឺសប្បាយបងប្អូនប៉ុន្តែបច្ចៈហាងធំបងប្អូនចង់មកញ៉ាំធ្វើទឹកកក់កន្លែងគេងស្អាតល្បីអីធ្វើទឹកកក់ណា